cái gì mình phò năng số sợi này đó này ngày ní cứ trong một prap bị đặc biệt làm lại và ấy sao làm lại cầm thì Photoshop chẳng nó bây giờ dân làm lại cầm thì Photoshop dân từ down rồi coi dân miền sáp dân ai từ cho từ cầm thì nâng tầm mong tới ní ní vì chỉ bật hệ Photoshop 2012 2022មាន2022និង2023អញ្ចឹងហើយនេះ2022នេះហើយយើងបំលែងវាមកក្រៅហើយអញ្ចឹងយើងចង់បាន Photoshop ប្រភេទ22មានតែ22អញ្ចឹងយើងចូលទៅចូលត្រង់កន្លែងនេះយើងរកពាក្យថា set up ហ្នឹងទៅចុចប៉ុណ្ណឹងមកឲ្យវាដំណើរការដល់ពេលដែលចាញ់អញ្ចឹងហើយយើងចុចពាក្យថា yes មួយមកវានឹងចាប់ផ្ដើមដំណើរការអូខេវាសួរបញ្ជាក់ម្ដងទៀតអញ្ចឹងយើងចុច yes មួយទៀតមកអូខេដល់ពេលដែលចាញ់មិញអញ្ចឹងគឺយើងយកកន្លែងហ្នឹងមកហើយយើងចង់ផ្ទុកវានៅកន្លែងណាកន្លែងនេះណាតែមិនចាំបាច់បែងឆ្ងាយទេយើងចុច continue ហ្នឹងមកវានឹងចាប់ផ្ដើមដំណើរការពី 1% រហូតដល់ 100% វានឹងចាប់ផ្ដើមអូខេស្រេចហើយ install ណាឥឡូវយើងធ្វើការរងចាំបន្តិចសិនទៅអូខេឥឡូវនេះវាដំណើរការរួចហើយ 100% អញ្ចឹងបើសិនជាយើងចង់បិទយើងចុច close មកហើយយើងចង់ដឹងថាវាពេញនឹងវាដំណើរការបាន 100% យ៉ាងម៉េចយើងអាចចុចនេះមកចុច line ហ្នឹងមកពេលចាប់ផ្ដើមចូលទៅឥឡូវយើងរងចាំបន្តិចទៅអូខេឥឡូវអូខេនេះវាចូលមកដល់កន្លែងនេះហើយអូខេឥឡូវនេះយើងចូលមកដល់ហ្នឹងហើយយើងចង់បើកអំបញ្ញមាតាមហ្នឹងទៅស្រេតាមហ្នឹងទៅហើយមានន័យថាវាគ្រប់ជ្រុងជ្រោយ 100% ហើយអញ្ចឹងប៉ុណ្ណឹងបានប៉ូលី